សួស្តីអ្នកទាំងអស់គ្នាទោះបីជាក្រលៀននិងបេះដូងត្រូវបានបំបែកដោយសរីរាង្គក្នុងផ្ទៃពោះដូចជាតម្រងនិងមហារីកក៏ដោយក៏ពួកវាមានទំនាក់ទំនងជិតស្និទ្ធគ្នាខ្លាំងណាស់ដែលជាទីដៅពីរផ្លូវឧទាហរណ៍ប្រសិនបើអ្នកមានជំងឺក្រលៀនវាអាចបណ្ដាលឲ្យមានការកកស្ទះអំបិលនិងទឹកហើយអាចបណ្ដាលឲ្យបេះដូងបរាជ័យជំងឺក្រលៀនអាចបណ្ដាលឲ្យមានលើសឈាមដែលអាចបណ្ដាលឲ្យបេះដូងមានបញ្ហាជំងឺក្រលៀនក៏អាចបណ្ដាលឲ្យមានការខ្វះសម្តុលអាល់គីមីដែលអាចរំខានដល់ចង្វាក់បេះដូងហើយជំងឺក្រលៀនអាចបង្កើនការកកស្ទះឈាមនិងជំងឺសរសៃឈាមរឹងដែលអាចបណ្ដាលឲ្យមានជំងឺបេះដូងនៅផ្នែកមួយទៀតផ្ទុយទៅវិញជំងឺបេះដូងខ្លួនវាអាចបណ្ដាលឲ្យមានសម្ពាធឈាមទាបនិងការផ្គត់ផ្គង់ឈាមទៅក្រលៀនទាបដែលអាចបណ្ដាលឲ្យក្រលៀនខូចអ្នកអាចជួយដោះស្រាយបញ្ហាទាំងនេះបានអ្នកអាចជួយខ្លួនឯងដោយការថែរក្សាក្រលៀនរបស់អ្នកហើយវានឹងជួយអ្នកថែរក្សាបេះដូងរបស់អ្នក